នាព្រឹកថ្ងៃទី9 ខែមេសាឆ្នាំ2026លោកឧបនាយករដ្ឋមន្ត្រីសុនចន្ទថលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញការអនុវត្តគម្រោងព្រះជីហ្វូណាល់តេជោបានដឹកនាំប្រតិភូនិងក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងផ្ទាល់ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រះជីហ្វូណាល់តេជោកំណត់ទី2ដែលនឹងប្រព្រឹត្តទៅថ្ងៃទី11ខែមេសាឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានការអមដំណើរដោយលោកពេងប៉ូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតការចុះត្រួតពិនិត្យនាឱកាសនេះគឺដើម្បីធានាឲ្យបាននូវរាល់កិច្ចការបច្ចេកទេសនិងការត្រៀមរៀបចំសណ្ដាប់ធ្នាប់ក្នុងគោលដៅត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ពិធីបើកការដ្ឋានជាប្រវត្តិសាស្ត្រនៃគម្រោងសាងសង់ព្រះជីហ្វូណាល់តេជោកំណត់ទី2នេះសូមបញ្ជាក់ថាព្រះជីហ្វូណាល់តេជោគឺជាគម្រោងយុទ្ធសាស្ត្រដែលមានប្រវែងសរុប180គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន4រួមមានខេត្តកណ្ដាលតាកែវកំពតនិងខេត្តកែបគម្រោងនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការលើកកម្ពស់លើវិស័យភស្តុភារកម្មនិងការដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែមានភាពប្រកួតប្រជែងនិងឯករាជ្យភាពខ្ពស់គម្រោងព្រះជីហ្វូណាល់តេជោបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី5ខែសីហាឆ្នាំ2024ត្រូវបានរំពឹងថានឹងប្រើប្រាស់ទុនវិនិយោគសរុបចំនួន 1.7 ប៊ីលានដុល្លារអាមេរិកហើយក្រុងនឹងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការនៅឆ្នាំ2028